Điều số lúc cuối nhóm mua chơi rất hay ở đâyคือnhóm mở record តាក់ទងជាមួយទៅនឹងការ demo project midterm មុខជា web ដែលយើងប្រើប្រាស់ភាសា Laravel ហើយអញ្ចឹងយើងចូលថាទី1របស់យើងនេះគឺឃើញថាគេឲ្យយើងបង្កើត project Laravel 13 framework ហើយproject នេះគឺត្រូវតែឈ្មោះរបស់យើងហើយ SP7 អញ្ចឹងខ្ញុំសូមទៅបើក folder មួយខ្ញុំទុកនៅនេះចុះហើយបន្ទាប់ពីហ្នឹងមកគឺខ្ញុំត្រូវទៅបង្កើត project Laravel ហើយក្នុងការបង្កើត project Laravel ហ្នឹងដែរយើងអាចប្រើ command composer create project Laravel ហើយ /Laravel តមកឈ្មោះ project របស់យើងដាក់អក្សរទូចទាំងអស់ទៅអញ្ចឹងឥឡូវក៏វាបានបង្កើត project របស់យើងបានជោគជ័យហើយអញ្ចឹងយើងទៅមើល task តទៀតហើយក្នុងនេះគឺគេឲ្យយើង run Laravel 13ហ្នឹងអញ្ចឹងការ run Laravel 13ហ្នឹងគឺ command php artisan cd sp7 ចឹងនេះគឺជា port ដែលយើងត្រូវ run គឺ port 3000 នេះចឹងបន្ទាប់មកគឺយើងត្រូវ connect ទៅ database MySQL ចឹងយើងមករក file env របស់យើងមកហើយកន្លែងនេះ database connection យើងដូរវាទៅ MySQL បន្ទាប់ពីហ្នឹងមកគឺយើងបើកកន្លែងនេះមកហើយ database របស់ខ្ញុំចឹង database ឥឡូវគឺខ្ញុំសូមដាក់ថា Kimret midterm ចឹង SP7 midterm ចឹងខ្ញុំនេះសិនហើយ clear ខ្ញុំប្រើ command មួយ migrate artisan migrate ចឹងខ្ញុំទៅបើក Aragon dbfox ចឹងខ្ញុំ show database នេះចឹងគឺឃើញថាមាន database ហ្នឹងមកគឺ Kimret SP7 midterm នេះចឹងយើងអាចប្រើ command ចេះក៏បាន use Kimret SP7 midterm ចេះក៏បានឬក៏យើងអាចចុចជាមួយទៅនឹង UI កន្លែង database នេះយើង select យក Kimret SP7 midterm ហ្នឹងមកចឹងគឺចូលចឹងឥឡូវយើងអាច select table អីបាន select កាយ from table ទៅtable ទៅ select set មិន select ឯកន្លែងគឺ show table ចឹងនេះគឺជា table របស់យើងឯងតោះមកគឺចូលថាទី2របស់យើងគឺគេឲ្យយើងនឹងប្រើប្រាស់ command line to make MVC ទី1គឺយើងត្រូវបង្កើត controller មាន controller student controller teacher product category ហើយ employee បន្ទាប់មកគឺគេឲ្យយើង create model ឬក៏ entity នឹងស្រាប់អាហ្នឹងយើងបង្កើតដើម្បីធ្វើជា table ក្នុង database អាហ្នឹងគឺនិយាយស្រួលយល់គឺអញ្ចឹងហើយក្នុងនោះគឺយើងអាចបង្កើត student teacher product អីហ្នឹងហើយចុងក្រោយគឺយើង create view ហើយអញ្ចឹងឥឡូវគឺខ្ញុំទៅធ្វើការបង្កើត controller មុនគេខ្ញុំអាច copy ទៅវាលឿនហើយខ្ញុំសុំ clear នេះចោលមួយសិនអញ្ចឹងយើងប្រើ command php artisan make check 2 controller
pass ចូលចឹងតទៅយើងបង្កើត controller ហើយយើងអាចទៅរកពាក្យ app ហើយយ៉ាងនេះយើងមាន model ហើយ ATPP ចឹងក្នុង ATPP នេះគឺយើងបានបង្កើតហើយគឺ student បន្ទាប់មកគឺយើងទៅបង្កើតជាមួយនឹង teacher អញ្ចឹងបើសិនជាយើងចង់បង្កើតបើសិនជាយើងចង់ទៅសេតែម្ដងហើយយើងបង្កើតទាំងអស់អញ្ចឹងយើងនិយាយទៅ flow វាដូចគ្នាយើងទៅសេអាទិសានភាគអធិសាន magic ពី controller ហើយឈ្មោះ controller របស់យើងហើយយើងដាក់របៀង semicolon នេះមួយមកបន្ទាប់មកយើងសេអញ្ចឹងទៀតដែលយើងមិនចុច enter ពីម្ដងទៅយើងចុចតែម្ដងទៅគឺទៅអញ្ចឹងដូចយើងបានឃើញមិញអញ្ចឹងយើងបង្កើត employee product teacher student sorry student ហើយ teacher អញ្ចឹងឥឡូវយើងបានបង្កើតហើយប៉ុណ្ណឹងចឹងបន្ទាប់មកយើងអាចទៅធ្វើថែជាបន្តទៀតគឺតាក់ទងជាមួយទៅនឹងការ create model អញ្ចឹងក្នុងការ create model យើង copy ប៉ុណ្ណឹងមក artisan magic model អញ្ចឹងនេះគឺ model student របស់យើងមកហើយអញ្ចឹងតទៀត teacher make JP model teacher product PP teacher make JP model teacher product 83 ចឹងនេះគឺជា model របស់យើងមាន category employee product student teacher ហើយ default គឺវាបោះ user ឲ្យមកមួយអញ្ចឹងឥឡូវយើងមិនរកទេដោយសារយើងបានបង្កើតអញ្ចឹងចូលម្ដងបន្តទៀតហ្នឹងគឺយើងធ្វើការបង្កើត create view ហើយ create view នៅដែរគឺយើងមាន home index student ហើយនៅក្នុង student ហ្នឹងគឺយើងមាន list student add student ហើយខាងនេះគឺដូចគ្នាអូហើយខ្ញុំភ្លេចបញ្ជាក់ទៀតគឺកន្លែង controller នេះហើយ model ហ្នឹងគឺត្រូវទៅសេអក្សរធំហើយដល់ពេលតទៅជាមួយនឹង view ឬ HTML របស់យើងហ្នឹងគឺយើងត្រូវតែសេអក្សរតូចហើយអញ្ចឹងក្នុងការបង្កើត view ហ្នឹងគឺដូចគ្នាហើយយើងគ្រាន់តែបដូរពីពាក្យ controller ឬក៏ model ឬក៏ route ហ្នឹងទៅជា view មកវិញមកអញ្ចឹងក្នុងនេះគឺ PHP Artisan Magic 2 view ហើយយើងហូមចូលមកបន្ទាប់មកវានឹងទៅបង្កើតនេះគឺ homeចឹងបន្តមកទៀតគឺយើងទៅបង្កើត index ហើយនៅក្នុងនេះគឺយើងបង្កើត folder មួយឈ្មោះថា student សិនហើយយើងប្រើក៏ slash មួយមកក្នុងនោះគឺ list student ចឹងនេះឲ្យ list student បន្តមកទៀតយើងទៅ add student វិញយើងដូរពី student ទៅ product យើង list product
tổng tiết cứ dân tới một cái category này trong khỏi cái dân thử của cái employee hay cái người employee nếu cứ miền được chỉ create detail edit hay delete create okay, PPA design maybe check maybe you can employee thì create employee detail edit này trong khỏi cái delete ok create delete detail hay edit thì tổng thiết cứ cái ao dương pra rau tới căn ví dụ được toàn tổng máu nó không product ví dụ nó cứ folder product hay list product chỉ mỗi lần add product nó cứ dương thử output về khám list to product form thì output một tiếng nó cứ add product information thì chắc là nó dương thơ ca ví dụ ở rau tới căn ví dụ đặt toàn chẳng thì mỗi cứ rau tẹt tôn cho mỗi thằng product chắc là bởi rau vì nó cứ dân thử từ download cho mỗi thằng folder rau mỗi thằng chắc hẳn tao mắc cái prior được không web ok thì chắc là dân anh ấy chỉ default như thế chẳng giờ mày tập bài form với các bạn đấy được cái trong lúc trao các bạn chắc giờ mày đầu tiên ai tục sao chẳng đừng đi mất teacher chắc giờ đã rau lại việc đấy thì muốn xong đã li và đặt mong tự cái này miền function bây giờ nó return ví dụ mà với trong đại lý và đặt nó vì nó không folder và đặt này xây mong tự cái function phải sẵn hay tóm màu cứ cái ao giờ output cho mùi ta nâng cái lại add product bánh chẳng về được kia thì tóm màu dương từ mà cả folder product nữa mất như miền này cái add product hay nâng liệt product chẳng là không add product được không add product cái ao dương sorry lại list product cứ cái ao dương output về không thuộc list product nhưng mà extra ấy thủ tổng mất một tiết đấy cứ cái lại add product cứ cái ao dương output add product information thì chẳng lấy những item mùi rau đường bạn
នេះដោយសារតែមិនតន់រានវាទេចឹងខ្ញុំអាចរានវាពី APS Answer អូខេចឹងគឺចេញមកជា default កន្លែង welcome ចឹងបន្ទាប់មកគឺខ្ញុំ route ទៅកាន់ list product មួយគេបន្ទាប់មកគឺខ្ញុំទៅកាន់ product អានេះគឺ list product welcome to list product form ចឹង add product អូខេកន្លែង add product គឺវា error ហើយកន្លែងនេះគឺព្រៀងទៅ product មិនមែន student ទេមិនគឺ student ចឹងឲ្យយើងមកវិញហើយយើង refresh ចឹងគឺដើរឯទាំងពីរបន្ទាប់មកទៀតយើងទៅ tab របស់យើងបន្តទៀតទៅចឹងនៅក្នុង tab របស់យើងបន្តទៀតគឺយើងត្រូវ create view តកតងជាមួយទៅនឹង category ហើយអញ្ចឹងយើងទៅយើងតកតងជាមួយ category ទៅកន្លែងនេះដោយសារខ្ញុំអត់ទាន់ output text ចេញមកអញ្ចឹងនៅកន្លែង list category អានេះគឺ welcome to list អូខេហើយយើង add មួយទៀតមកចឹងយើងមក refresh ឲ្យយើងវិញចឹងគឺដើរឃើញថា slash route list category គឺ welcome to list category form ហើយចឹងយើងទៅ route មួយទៀត add category ចឹងនេះគឺ add category information ហើយក្នុងការបង្កើត route ហ្នឹងគឺយើងអាចបង្កើតបានច្រើនរបៀបគឺទីមួយយើងប្រើ get ហើយមួយទៀតគឺយើងប្រើ view ដែល view ទៅកាន់route របស់ view ហ្នឹងយកមកហើយអូខេយើងចូល tab បន្តទៀតមកចឹងបន្តទៀតគឺគេឲ្យយើងតេស្តកន្លែងនេះគឺ route into list with URL category show ចឹងកន្លែងគឺយើងតេស្ត route វាឲ្យអស់ហើយចឹងយើងអាចចូលទៅកាន់tab បន្តទៀតបានប៉ុន្តែកន្លែងនេះគឺខ្ញុំបានមើលមិញគឺលោកគ្រូឲ្យ route ឲ្យ route របស់ខ្ញុំមកដែរទេចឹងខ្ញុំអាចទៅដូរ path វាចេញនៅក្នុងនេះគឺ route list product ចឹងយើងទៅ route list product មកខាងនេះយើងមិនដាក់ slash ពីមុខក៏បានដែរក៏មកគឺ product slash add product category show category create ចឹងឥឡូវខ្ញុំតេស្តតា category មួយទៅបានហើយបើសិនជា category ដែរផ្សេងទៀតក៏វាដែរដោយសារតែវាដូចតែគ្នាទេចឹងទៅពេល refresh វា error ដោយសារវាអត់ស្គាល់ path វិញចឹង create show គឺដែរទៅពេល create ដែរចឹងអាទាំងអស់ហ្នឹងក៏វាអូខេមួយដែរវាមាន error អីទេអញ្ចឹងឥឡូវយើងចូល task របស់យើងបន្តទៀតចឹងបន្ទាប់ទៀតហ្នឹងគឺគេឲ្យយើងប្រើប្រាស់ route ចេញពី function នៃ controller បន្ទាប់មកគេឲ្យយើង using view name student ទីមួយគឺ list student output welcome to list
student form តោះមកយើងត្រូវប្រើ controller ចេញមកវិញមកអញ្ចឹង controller យើងយក controller student មកវិញអញ្ចឹងជាដំបូងយើងត្រូវបង្កើត function មួយអូខេដាក់ឈ្មោះថា list product អញ្ចឹងមក sorry list student ហើយយើង return view student ហើយទៅកាន់ list student អញ្ចឹងយើងទៅមកត្រូវ path របស់យើងអត់អញ្ចឹងទី1គឺ student អូខេហើយយើង list view ទៅកាន់ point ទៅកាន់ list product មក list student អូខេហើយអញ្ចឹងទី1ទៀតនោះគឺយើងបង្កើត function អញ្ចឹងដូចគ្នាអញ្ចឹងគឺ add student អូខេអញ្ចឹងគឺត្រូវ add student ហ្នឹងតែប៉ុន្តែគេអត់ដែរធ្វើអញ្ចឹងទេកន្លែងនេះគឺគេ import មកគេ import មកពីខាងលើនេះវិញយើង use នេះមកអូខេអូខេនេះគឺ student controller ហើយយើងចុចពី class ឬក៏ឈ្មោះ function របស់យើងអូខេអញ្ចឹងវាត្រូវអញ្ចឹងបើសិនជាយើងចង់ដឹងថាវាត្រូវឬក៏អត់យើងអាចចុច control ហើយ click ទៅលើវាទៅដូចអានេះគឺ student controller class ពី class ហើយ list student អញ្ចឹងយើងអាចចុច control click វាទៅគឺវាត្រូវអញ្ចឹងកន្លែងនេះគឺវាត្រូវអញ្ចឹងឥឡូវខ្ញុំសុំតេស្តមួយសិនទៅអញ្ចឹងគឺដើរអូខេហើយថែមតទៅទៀត using controller student controller ចឹងកន្លែងនេះគឺយើងហើយប៉ុន្តែកន្លែងនេះគឺយើងត្រូវតែបង្កើត function មួយឈ្មោះថា show ហើយកន្លែងនេះគឺខ្ញុំដាក់ list student ហ្នឹងចឹងគឺវាអត់ត្រូវទេហើយកន្លែងនេះគឺ create ចឹងអាកន្លែងនេះវាប្រកបជាខុសដែរដោយសារតែឈ្មោះ function ខុសគ្នាចឹងទី1គឺយើងត្រូវប្រើ show ទី2គឺយើងត្រូវប្រើ create បន្ទាប់មក route ចឹង route នេះគឺគេឲ្យយើងURL in student /inform ហើយ /all student ហើយចឹងក្រោយរបស់យើងក៏ខុសដែរចឹងយើងអាចទៅកែ route នឹងវិញនេះគឺ student ប៉ុន្តែ /productចុះឥឡូវយើងតេស្តអាកន្លែងនេះមួយទៀតទៅ B A ហើយនឹង B យើងទៅ copy path វាមកឬក៏ URL វាចឹងដាក់បន្ទាប់មកមួយទៀតក៏ដាក់ដែរហើយចឹងយើងអាចចូលថែមបន្ទាប់យើងទៀតទៅចឹងទៅបន្ទាប់ទៀតហ្នឹងគឺគេឲ្យយើងតេស្ត A ហើយនឹង B ហើយយើងអាចតេស្តឲ្យអស់ហើយមួយទៀតហ្នឹងគឺការប្រើប្រាស់ route ភ្ជាប់ទៅកាន់រយៈ parameter function នៃ controller អញ្ចឹងគឺគេឲ្យយើង design home page.plan ហើយមួយទៀតគឺ design detail អូខេអញ្ចឹងអ្វីខ្ញុំបាន design ទៅតជាមួយនឹង form ហើយគេខ្ញុំប្រើ
thay viên hay không thay viên đấy thì nhung on install cho thì cái nhung per cdn cho không vô mong đối chuyện đấy hay đừng hụt chứ người dân từ per file riêng này không làm cdn mình chẳng là lấy cái dân từ chẳng được không cái kia nhung cái control lock cho parameter function hay nó cái dân create 7 parameter emp name position chẳng lấy cái tẹt tôn 10 home thì một control là bao nhiêu mình nó chẳng là nhận bên prep là từ lại nè thì chẳng lấy dùng xong từ sen không ở employee gì vô mong tới cái function with index chẳng mong tới hay cái này cứ lục sáu rồi tới chẳng viết tới index chụp lấy cái đi khác nào tới thì design home đọc lén phần nào tổng hợp design detail detail ấy nhưng xong sẽ nó không ở folder employee mong tới chấm index từ home còn một tiết nguyên function một tiết tôi tiết kéo dần với cái parameter 7 còn không là rồi cái dân từ nhà đô la nơi bị mục infinite position chẳng cho một đo nào của dân vĩnh employee chẳng rau tìm mới cứ employee bàn tay dân ai trong một tháng bởi dân sáng kẹo dân đã rau được chứ chẳng cái admin prep này thật đã rau đây thì chẳng lấy dân tay tới một phòng TP một phòng đấy chẳng để xa với khó này cho lấy tâm tự cài lại những tích ok chẳng là lại những cái nhóm sống để tích
ជាមួយទៅនឹងថាសរបស់យើងមិញអញ្ចឹងគឺលេខ5នេះរកឲ្យមាន parameter នេះថាវាដំណើរការយ៉ាងម៉េចហើយអញ្ចឹងជាដំបូងគឺយើង design វា home page អីមកធម្មតាមកហើយបន្ទាប់មកគឺតាក់ទងជាមួយទៅនឹង controller អញ្ចឹងនៅក្នុង controller កន្លែងនេះគឺយើងធ្វើឲ្យម្ដងអញ្ចឹងកន្លែងនេះក៏មានបាក់យកដែរអញ្ចឹងកន្លែងដែលយើងមាន parameter emp id emp name position ហើយយើង return ទៅវាយកយើងធម្មតាប៉ុន្តែយើងត្រូវប្រើ complex នេះដើម្បីចាប់យកអា parameter ទាំង3ហ្នឹងចូលទៅអញ្ចឹងវានឹងចាប់យកទៅក្នុង page detail អញ្ចឹងយើងទៅមើលក្នុង page detail យើងវិញដោយសារតែ page ខុសនេះយើងទៅ return ធម្មតាទេអញ្ចឹងយើងទៅនិយាយតាក់ទងជាមួយនឹង detail សិនអញ្ចឹងក្នុងទៅពេលដែលយើងចាប់យកអា3 parameter ហ្នឹងយកទៅនេះគឺយើងចូលទៅកន្លែងនេះអញ្ចឹងវាប្រកាសជាយកទៅបង្ហាញនៅក្នុងកន្លែងហ្នឹងហើយអញ្ចឹងក្នុងការបង្ហាញនេះគឺយើងក្នុង home នេះគឺយើងមានជា link មួយស្រាប់ភ្ជាប់ទៅដូចជា detail នេះគឺជា parameter របស់យើងក្នុងនេះអញ្ចឹងបានន័យថា emp id emp name ហើយនិង position អញ្ចឹងវាភ្ជាប់ជាមួយទៅនឹងកន្លែងនេះអញ្ចឹងទី1គឺ id ហើយទី2គឺ emp name អញ្ចឹងបន្តមកគឺ position អញ្ចឹងបើសិនជាយើងកែកន្លែង program ទៅដាក់ជា id អញ្ចឹងវាប្រកាសជាចាប់យក program ហ្នឹងទៅជា id វិញអញ្ចឹងក្នុងនោះគឺជា flow របស់វាហ្នឹងអញ្ចឹងឥឡូវយើងសុំ test មើលអញ្ចឹងទី1ទី2ទី3ទី4ប៉ុន្តែយើងទៅចាប់មើលកន្លែង path របស់វាអញ្ចឹងជា default path វាប៉ុណ្ណេះប៉ុន្តែបើសិនជាយើង click ទៅលើទី1អញ្ចឹងបើសិនជាយើង click ទៅលើទី1ទៅវាចេញមកប៉ុណ្ណេះវាបានឲ្យអារម្មណ៍នោះគឺ dynamic ហើយអញ្ចឹងឥឡូវយើងអាចទៅ task យើងបន្តទៀតអញ្ចឹងនៅក្នុង task ចុងក្រោយនេះគឺគេឲ្យយើងបង្កើត table ដោយ migration file 13អញ្ចឹងគេឲ្យយើងបង្កើត migration create student ទី1ទី2គឺយើងទៅ create product អញ្ចឹងយើងទៅរក folder migration របស់យើងមកដូចខ្ញុំបានបើកនេះមុននេះអញ្ចឹងយើងទៅមើលមិញគឺគេឲ្យយើងបង្កើត table តាក់ទងជាមួយទៅនឹង student អញ្ចឹងយើងត្រូវទៅហៅ student មក migration student អញ្ចឹងក្នុងនេះ student បន្ទាប់មកគឺជា default គឺមាន table id ហើយ time stamp នេះអញ្ចឹងបន្តទៀតគឺយើងទៅបង្កើតនេះមក student id ហើយមាន name មាន gender តែកន្លែងនេះប្រហែលជាត្រូវ copy ដោយសារតែកម្មកវីដេអូនឹងយូរពេកអញ្ចឹងនៅក្នុងហ្នឹងគឺ field table របស់យើងហ្នឹងគឺមាន student id ហើយ name gender age DOB គឺថ្ងៃខែខែឆ្នាំឆ្នាំកណ្ដាលរបស់យើងហើយ subject payment ហើយ description ហើយបន្ទាប់មកគឺយើងត្រូវទៅ row តាក់ទងជាមួយនឹង folder model របស់យើងគឺនៅក្នុង student អញ្ចឹងក្នុង student ហ្នឹងគឺយើងត្រូវទៅកែ model របស់វាដូចគ្នាដែរអញ្ចឹងអាកន្លែងនេះបន្ទាប់ពីយើងទៅ save model វិញហើយកន្លែងនេះហើយអញ្ចឹងយើងទៅថារបស់យើងបន្តទៀតគឺតាក់ទងជាមួយទៅនឹងការ migration file product អញ្ចឹងបានន័យថាយើងចាំ migration ទៅទាំងអស់ហ្នឹងទៅយើង save តែម្ដងបាទអញ្ចឹងយើង migration product យើងទៅរក product មកអញ្ចឹងនេះគឺ product អញ្ចឹងខ្ញុំសូមscope វីដេអូតិចដល់សារតែកុំឲ្យវីដេអូនឹងរៀងយូរតិចអញ្ចឹងបន្ទាប់ពីយើង add field table អីហើយអស់ហើយយើងត្រូវប្រើ command មួយទៀតចុងក្រោយដើម្បីយក migration វាអាប់វាចូលក្នុង database របស់យើងអញ្ចឹងខ្ញុំសូម clear កន្លែងនេះសិនបន្ទាប់មកយើងអាចប្រើ command ctrl migrate អញ្ចឹងឥឡូវគឺយើង migrate បានជោគជ័យហើយអញ្ចឹងក្នុងនេះគឺ run migrate ហើយ field table connect directory employee table អញ្ចឹងយើងអាច run ម្ដងទៀតចោលសិនទៅឬក៏ background ក៏បានដែរអូខេឥឡូវយើង run បានហើយអញ្ចឹងបន្តមកខាងបន្តទៀតគឺគេឲ្យយើង write statement SQL ហើយ insert 2 row ចូលក្នុង product នឹងហើយ sorry student ហើយនឹង product មួយនឹងអញ្ចឹងយើងប្រើ dbfox មកអញ្ចឹងយើង show table ម្ដងទៀតអញ្ចឹងទៅពេលដែលយើង show table គឺយើងឃើញថាមាន table មានការប្រែប្រួលបណ្ណាវាមកច្រើនមាន employee អីចឹងទៅនៅក្នុងដែលបានបង្ហាញខាងនេះមាន product
student user អីចឹងទៅចឹងបន្ទាប់មកខាងមិញគឺគេយើងគេឲ្យ insert គេឲ្យ insert try SQL statement insert to row នៅក្នុង student ហើយនឹង product ចឹងដល់ពេលដែលយើង insert គឺយើងត្រូវ insert ទៅ name gender age អីចឹងទៅហើយ ID ចឹងទៅចឹងឥឡូវយើងចាប់ផ្ដើម insert ទៅហ្មងទៅចឹងដល់ពេល insert យើងប្រើ command insert insert into តោះមកយើងទៅកាន់ field student ឬក៏ table របស់ student sorry table student ចឹងនៅក្នុងនេះ student ចឹងយើងទៅសេវាដូចគ្នាមក student ហ្នឹងចឹងបើសិនជាយើងទៅសេខុសវា error នៅក្នុងហ្នឹងហើយយើងមាន student name គេចឹងឡើយខ្ញុំសុំ scope វីដេអូតិចដើម្បីកុំឲ្យវីដេអូនេះរៀងយូរអញ្ចឹងបន្ទាប់ពីខ្ញុំបានទៅសេ write actual statement ហើយអញ្ចឹងខ្ញុំសុំនិយាយតិចទៀតឡើយនេះគឺយើង insert បានហើយយើងផុសឬក៏ add អញ្ចឹងយើង add ជាមួយទៅនឹង field table របស់ student ហ្នឹងមានដូចជា student name gender age DOB subject payment description ហើយ create add ហើយនឹង update add ចឹងក្នុងនេះគឺយើងមាន dara mail អីចឹងទៅអញ្ចឹងអាកន្លែងនេះគឺយើងចាប់យកវាចាប់ទៅ student name កន្លែងនេះគឺ gender ហើយកន្លែងនេះគឺ age បន្ទាប់មក DOB ហើយកន្លែងនេះគឺតកតងមួយ subject ហើយកន្លែងនេះគឺតកតងមួយ payment ហើយតកតងមួយ description គឺ regular student បន្ទាប់មកអានេះគឺយើង date time now អញ្ចឹងមិនថាក្នុងរយៈពេលឥឡូវអញ្ចឹងអា flow ក្នុងបណ្ដាញគឺវាដូចគ្នាបានន័យថាយើងមាន field table ផ្សេងហើយដល់ពេលយើង add ទៅវាចាប់យកតាម index ទី1ទី2ទី3ទី4រហូតអញ្ចឹងទៅចឹងបន្ទាប់មកដល់ពេលដែលយើងចង់ execute វាគឺយើងអាច right click យកពាក្យ execute ឬក៏ F5 តោះមកយើងអាចចុច enter control enter ក៏បានដែរក្នុងហ្នឹងចឹងមកយើងចុច control enter ទៅបានហើយចឹងដល់ពេលដែលយើងចង់មើល field table របស់យើងនីមួយៗយើងអាចប្រើ actual select កែ from product ចឹងគឺមក design ខ្ញុំ execute ពីរដងមិនចឹងយើងទៅមួយទៀតមកដាក់ហើយអីចឹងយើងទៅ select ចាប់យក data ពី student មកវិញអញ្ចឹងដូចគ្នាដូចខ្ញុំចុច start ហើយអី execute ហើយបន្ទាប់មកខ្ញុំចុច control enter អញ្ចឹងវាទៅពី data ហ្នឹងទៅក្នុង data របស់ខ្ញុំហើយអញ្ចឹងយើងមកថាយើងបន្តទៀតក៏វាអត់មានអីត្រូវនិយាយច្រើនទេដោយសារតែអស់ហើយវាជាអស់ត្រឹមហ្នឹងហើយអញ្ចឹងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្ណឹងអរគុណច្រើនលោកគ្រូ